bạn xôm group sus đây bằng ôn từng ác nia xôm smart com một can viên ở thay mày tại ngày nay đây admin đừng no mà rong bong ôm bây giờ mất một tam đam sạch rương muối đây chỉ sạch rương khmau đập rư bụi mùi đây tình yêu tha phơi ở bong ôn từng ác nia bự sầm bò mình khan coi về để bàn sập để rương rang đấy cứ dương miên chầm nón chương tha xôm lấy bông pé không phiệp ngồng ngật tỏ đầm bay cầm oi khát pe yú dương chặt đầm trâu sạch rương dương từng ác nia đại sạch rương nâng cứ dương chặt đầm lang chỉ mùi đừng tu ong ai mua thiệt ra đại ôn say thiệt ra nâng cứ chỉ dụ bị chôn mà nè đại con lang mà riêng đừng ruột nơi tì krong phồng pính nhá nè hay có từ tại từ ban nằm đằng tha dây đã bỏ quạt đây là khát nó cứ tu ban mua nè phiệp hay dây quạt cứ ban cho tục chỉ mùi đừng phải chơi bò đàn mùi nón để nơi trong phúng tục chỉ kê một đọ đã quạt hoàng đài hay ôn say thiệt ra cứ quạt mình đá ban từ lên dây đã bỏ quạt chỉ những nhộp tề bộ quạt là vô chỉ mùi nâng ca riêng nâng ca thưa ca phong nơi tì krong phồng pính nhá nè quạt còn đằng tha tè trả nút cứ chỉ tè đam mê là dụ ca rộp sập năm vào hai đã tăng pe chấm nón bờ rán đó nè anh nói pe để quạt ban tận đó phum cứ min phum môi chấm nuốn cứ quạt ban chấm lăng mà thia ra đời cây bên này chấm lại hay nè cà tiết cứ ban trâm thạch sập siêu nè cà tiết rồi vì các ba thấy đời tranh thèm đó rồng pếch nữa cứ min lục ta chạm mà nè quạt ban đa một chút thia ra hay quạt ban prap tha trời ơi tiền nắng á bờ sân chi mình miền ca chạm bạch thế trời cầm nơi pe dục ấy thay dây rồi bỏ trời tới cứ quạt xòm từ hai tay dương cứ chỉ nè một bị càng cay can một lên chỉ dù mà hai lúc ta là dây mình toàn từng chọc sụp bơ phóng quạt các bạn đời tranh từ bạch tay hay nó pe nu ôn say thia ra quạt con mình chơi chỉ chưa tờ lơ rương ạ rồi pay rương ấyประมาณได้โดยซาแต่กอดกระทาเรื่องទាំងអស់នេះគឺជាអ្នកស្រុកបង្កើតឡើងដើម្បីបំលាច់ទុកបំលាច់វិញក្មេងតែប៉ុណ្ណោះពេលហ្នឹងគាត់ក៏មិនសូវជាខ្វល់អីច្រើនដែរគាត់ក៏សម្រេចចិត្តសម្អាតផ្ទះហើយស្នាក់នៅទីនេះមួយយប់ដើម្បីសម្រាកមុនពេលដែលគាត់ត្រឡប់មកភ្នំពេញវិញអញ្ចឹងណានៅពេលយប់ក៏បានចូលមកដល់ភាពស្ងប់ស្ងាត់គ្រប់ដណ្ដប់ពេញផ្ទះឈើមួយខ្នងនោះធារាកំពុងតែគេងលងលក់ក៏ស្រាប់តែភ្លាមនោះគាត់ភ្ញាក់ទាំងកណ្ដាលយប់តែម្ដងដោយសារតែគាត់ឮសំឡេងមនុស្សស្រីម្នាក់កំពុងបំពេកូនយ៉ាងស្រទន់ប៉ុន្តែលាយឡំដោយក្តីសោកសៅសំឡេងនោះហាក់ដូចជាអណ្ដែតមកតាមខ្យល់ធារាក្រោកឡើងដើររកមើលជុំវិញផ្ទះតែគាត់មិនបានឃើញនរណាម្នាក់សោះគាត់គិតក្នុងចិត្តថាមិនអីទេប្រហែលជាអ្នកចិត្តខាងហើយមើលទៅរួចគាត់ក៏ចូលទៅគេងវិញធម្មតាប៉ុន្តែសំឡេងបំពេនោះគឺមិនទាន់បាត់ទៅណាទេវាចាប់ផ្ដើមកាន់តែលឺកាន់តែច្បាស់ទៅហាក់បីដូចជាសំឡេងហ្នឹងនៅក្នុងបន្ទប់ជាមួយគាត់អញ្ចឹងលើកនេះគាត់ចាប់ផ្ដើមមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងគាត់ក៏បានយកភួយមកគ្របមុខឲ្យចិត្តប៉ុន្តែសំឡេងបំពេនោះនៅតែអាចចាក់ទម្លុះចូលក្នុងត្រចៀកគាត់ដដែលរំពេចនោះគាត់ក្រឡេកមើលទៅបង្អួចគាត់ក៏ឃើញស្រមោលមនុស្សស្រីម្នាក់ដែលមានសក់វែងឈរនៅខាងក្រៅជាប់នឹងបង្អួចនឹងមួយផ្លែតរួចក៏រលាយបាត់ទៅវិញទៅធារាពេលនោះគឺគាត់ភ័យខ្លាំងមែនទែនភ័យឡើងចង់បះសក់គាត់ដឹងត្រឹមថានេះមិនមែនជារឿងធម្មតាទៀតទេលុះព្រឹកឡើងធារាគឺមានទឹកមុខស្លេកស្លាំងខ្លាំងដោយសារតែយប់មិញហ្នឹងគឺគាត់អត់បានសម្រាកហើយរួមទាំងភាពភ័យខ្លាចផងគាត់ក៏សម្រេចចិត្តទៅសួរលោកតាដែលបានដាស់តឿនគាត់កាលពីម្សិលមិញពេលដែលគាត់មកដល់ភ្លាមណាក្រោយពេលទៅជួបលោកតាក៏បានដកដង្ហើមធំរួចក៏ចាប់ផ្ដើមរៀបរាប់រឿងរ៉ាវពីអតីតកាលរបស់ផ្ទះនោះឲ្យធារាស្ដាប់លោកតាមានប្រសាសន៍ថាកាលពីប្រហែលជា40ឆ្នាំមុនផ្ទះនោះគឺជាកម្មសិទ្ធិរបស់ស្ត្រីមេម៉ាយម្នាក់ដែលមានឈ្មោះថានាងនួនមានរូបសម្រស់ស្រស់ស្អាតនិងមានកូនស្រីតូចម្នាក់ដែលគាត់ស្រឡាញ់ស្មើនឹងជីវិតរបស់គាត់លុះថ្ងៃមួយមានក្រុមចោរបានចូលទៅប្លន់ផ្ទះរបស់គាត់ដោយពួកចោរនោះបានសម្លាប់នាងនួននិងកូនស្រីរបស់គាត់យ៉ាងសាហាវព្រៃផ្សាយខូខើតែម្ដងដើម្បីតែប្លន់យកទ្រព្យសម្បត្តិដែលបានលាក់ទុកនៅក្នុងផ្ទះណាដូចគេហៅថាកំណប់អញ្ចឹងណាបងប្អូនហើយលោកតាក៏គាត់បានបន្តទៀតថា
ប្រលឹងរបស់នាងនួនហ្នឹងគឺគាត់នៅតែវិលវល់នៅក្នុងផ្ទះហ្នឹងមិនទាន់ទៅណាទេគាត់នៅតែបំពេកូនស្រីរបស់គាត់ជារៀងរាល់យប់ហើយគាត់នឹងមិនអោយនរណាម្នាក់មករំខាននៅក្នុងផ្ទះគាត់ក៏ដូចជារំខានកូនរបស់គាត់ឡើយឲ្យតែមានអ្នកណាដែលចូលមកនៅក្នុងផ្ទះនេះគឺគាត់គិតថាគឺជាមនុស្សដែលមកដណ្ដើមផ្ទះរបស់គាត់ក្រោយពីធីរ៉ាបានដឹងរឿងរ៉ាវពិតគឺគាត់លែងហ៊ាននៅបន្តទៀតហើយគាត់សម្រេចចិត្តថាចាក់ចេញពីផ្ទះនោះភ្លាមប៉ុន្តែនៅពេលដែលគាត់រៀបនឹងចាក់សោផ្ទះទ្វារបន្ទប់គេងដែលគាត់កំពុងតែឈរនៅហ្នឹងណាគឺបានបិទដោយខ្លួនឯងយ៉ាងខ្លាំងធ្វើឲ្យគាត់ភ័យស្លន់ស្លោជាខ្លាំងហើយសំឡេងបំពេដែលគាត់បានឮកាលពីយប់មិញហ្នឹងណាគឺលន់ឮឡើងទាំងដែលពេលនេះពេលដែលគាត់ឥឡូវហ្នឹងគឺជាពេលថ្ងៃបងប្អូនសំឡេងហ្នឹងគឺឮកូនកុំទៅណាកូននៅជាមួយម៉ែសំឡេងនោះមិនមែនស្រទន់ដោយការពីយប់ទេតែវាគឺជាសំឡេងដែលពោពេញទៅដោយកំហឹងនិងការឈឺចាប់ធីរ៉ាគឺគាត់បានព្យាយាមចង់រត់ចេញពីផ្ទះនោះប៉ុន្តែទ្វារទាំងអស់ទ្វារធំក៏ស្រាប់តែចាក់សោជាប់ដោយខ្លួនឯងហើយរបស់របរដែលនៅក្នុងផ្ទះគឺបានរង្គើនិងធ្លាក់រាយប៉ាយពេញនឹងតែម្ដងរំពេចភ្លាមនោះនៅចំពីមុខរបស់គាត់គឺបានលេចឡើងនៅរូបភាពរបស់ស្ត្រីសក់វែងម្នាក់ដែលស្លៀកពាក់សម្លៀកបំពាក់របស់គាត់ហ្នឹងគឺប្រឡាក់ដូចឈាមផ្នែកខ្មៅទឹកមុខពោពេញទៅដោយកំហឹងនឹងបានឈរសម្លឹងមកកាន់ប្អូនស្រីធីរ៉ានៅក្នុងដៃរបស់មនុស្សស្រីដែលជាខ្មោចហ្នឹងគឺមាន3ត្រកងនៅអ្វីមួយយ៉ាងដែលមើលមិនច្បាស់ប៉ុន្តែធីរ៉ាគឺគាត់បានដឹងហើយថានេះគឺជាវិញ្ញាណរបស់កូនស្រីរបស់គាត់ហើយខ្មោចស្រីហ្នឹងគឺគាត់បាននិយាយថាឯងមកដណ្ដើមផ្ទះអញឯងមកយកកូនអញសំឡេងហ្នឹងគឺស្រែកពេញផ្ទះតែម្ដងស្រែកឮខ្លាំងតែម្ដងណាហើយនៅពេលហ្នឹងគឺប្អូនស្រីធីរ៉ាគឺគាត់ពិតជាភ័យខ្លាំងតែគាត់នឹកឃើញទៅដល់ពាក្យដែលលោកតាគាត់បានប្រាប់កាលពីថ្ងៃណាគាត់ដឹងថាវិញ្ញាណរបស់នាងនួនហ្នឹងគឺមិនចង់ធ្វើបាបនរណាទេគាត់គ្រាន់តែចង់ការពារកូនស្រីនិងផ្ទះរបស់គាត់តែប៉ុណ្ណោះហើយនៅពេលភ្លាមហ្នឹងគឺប្អូនស្រីធីរ៉ាបានលើកដៃសំពះទាំងញ័រខ្លួនញ័រដៃញ័រជើងទាំងអស់ហើយគាត់បាននិយាយថាអ្នកមីងឲ្យក្មួយសុំទោសក្មួយពិតជាមិនបានដឹងរឿងរ៉ាវរបស់អ្នកមីងទេហើយក្មួយក៏មិនចង់បានផ្ទះនេះទេសូមអ្នកមីងរស់នៅជាមួយនឹងកូនស្រីជាទីស្រឡាញ់របស់អ្នកមីងឲ្យបានសុខសប្បាយចុះខ្ញុំនឹងនិមន្តព្រះសង្ឃមកឧទ្ទិសកុសលជូនអ្នកមីងនិងកូនស្រីនៅពេលដែលធីរ៉ាគឺបាននិយាយចប់វិញ្ញាណរបស់នាងនួនគាត់ក៏បានស្ងប់ចិត្តហើយនៅពេលនោះដែរប្អូនស្រីធីរ៉ាគឺគាត់បានរត់ចេញពីផ្ទះនោះភ្លាមដោយមិនទាំងហ៊ានងាកក្រោយទេបងប្អូនរត់ចេញទៅដោយភ័យទាំងភាពភ័យខ្លាចតែម្ដងហើយនៅពេលដែលប្អូនស្រីធីរ៉ាបានចាក់ចេញគាត់ក៏បានគោរពនៅពាក្យសន្យារបស់គាត់ដែរដោយគាត់បាននិមន្តព្រះសង្ឃ 4-5 អង្គដើម្បីមកឧទ្ទិសកុសលជូនជាមួយនឹងនាងនួនក៏ដូចជាកូនស្រីរបស់គាត់ពិតមែនអញ្ចឹងរឿងនេះគឺយើងបានបញ្ចប់ត្រឹមនេះហើយបងប្អូនយល់យ៉ាងណាដែរចំពោះសាច់រឿងមួយនេះបងប្អូនអាច comment ប្រាប់នៅខាងក្រោមសូមអរគុណ